ទាំង3នេះគឺមកពី brand នេះគេមិនណាដែលជាតារាល្បីមែនតើនៅប៉ែកអឺរ៉ុបបងប្អូនទាំងអស់នេះទី1នោះមានឈ្មោះថានេះគេមិនណា Pink Friday ក្លិននេះបែបខ្ជិលខ្ជូតលក្ខណៈផ្អែមផ្លែឈើលាយជាមួយនឹងក្លិនផ្អែម caramel លាយជាមួយនឹងក្លិនផ្អែម vanilla នៅក្នុងហ្នឹងណានិយាយទៅទាំងអស់មួយនេះស័ក្តិសមមែនតើសម្រាប់ក្មេងស្រីខ្ជូតខ្ជូតឬក៏បងប្អូនដែលគាត់ចូលចិត្តតែងខ្លួនបែបខ្ជូតខ្ជូតពាក់សំពត់ខ្លីៗពណ៌ pink អីចឹងណាអ្នកនរគ្នាក្លិននេះចេញមកក្អូបឈ្ងុយគួរឲ្យគេចង់ហិតដូចនំ caramel តែម្ដងបាញ់ទៅដែរក៏បានបាញ់ទៅរៀនក៏បានវាមានភាព fresh នៅក្នុងហ្នឹងតិចតួចដែរបងប្អូនទាំងអស់គ្នាតែទី2នោះមានឈ្មោះថា Nicki Minaj Majesty កន្លែងនេះដោយសារខ្ញុំនិយាយខុសក៏ប៉ិតឈ្មោះទាំងអស់ Nicki Minaj Majesty បងប្អូនទាំងអស់គ្នាសម្រាប់ទាំងអស់នេះបងបងណាដែលគាត់ឆ្លាញ់ក្លិនផ្អែមផ្លែឈើប៉ុន្តែលាយផ្កានៅក្នុងហ្នឹងបងបងអាចយកជាមួយអានេះបានមានន័យក្លិនបាយម្សៅផ្អែម vanilla និយាយទៅទាំងអស់នេះសម្រាប់បងបងណាដែលគាត់រៀងចាស់ទុំអាចបានទៅធ្វើការបានទាំងអស់ទី3គឺមានឈ្មោះថា Nicki Minaj Onika សម្រាប់ទាំងអស់នេះបងបងណាដែលគាត់ឆ្លាញ់ក្លិនរៀងផ្អែមផ្លែឈើដូចគ្នាប៉ុន្តែក្លិនបែបចេញមករៀង sexy ចេញមកបែបងុំបងបងទាំងអស់គ្នាអាចយកជាមួយនឹងទាំងអស់នេះបាននេះបាញ់ហើយគឺក្លិនតាក់ទាញគួរឲ្យចង់នៅចិត្តហ្នឹងបងបងទាំងអស់គ្នាបាញ់ទៅក្លឹបក៏បានដែរចឹងសម្រាប់ទាំងអស់ទាំង3ហ្នឹងក្នុងមួយដបមានតម្លៃត្រឹមតែ$39ទេគឺធូរថ្លៃខ្លាំងមែនតើសម្រាប់ភាពជាប់វាគឺជាប់មកល្មមឲ្យបងបងប្រើប្រចាំថ្ងៃបានចឹងសម្រាប់បងបងដែលគាត់ចង់បានទាំងអស់ទាំង3នេះអាចតាក់ទង page Alpha Man បានណាបាយបាយ